មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅចក្រភពអង់គ្លេសដែលគេបានខ្វាត់ខ្លួនជនជាតិអង់គ្លេសចំនួន2រូបពីបទករណីប៉ុនប៉ងមនុស្សជាតិដោយចេតនាដោយសារតែគាត់បានប្រើប្រាស់កបិតតាមចាក់នៅក្នុងខ្សែរថភ្លើងមួយនៅក្នុងចក្រភពអង់គ្លេសផ្ទាល់តែម្ដងនៅក្នុងនោះមានអ្នករបួសធ្ងន់ធ្ងរដល់អាយុជីវិតខ្ទង់ប្រហែលជាជិត10នាក់បងប្អូនប្រិយមិត្តអ្នកស្ដាប់ហើយគេកំពុងតែស៊ើបសួរមូលហេតុថាតើមកពីអីបានជាគាត់សម្រេចចិត្តធ្វើបែបហ្នឹងហើយវាជាជើងរថភ្លើងដែលគេជិះទៅជិះមកតាមលក្ខណៈអ្នកដែលធ្លាប់ធ្វើដំណើរនៅចក្រភពអង់គ្លេសគេជិះតាមរថភ្លើងអញ្ចឹងធម្មតាសុខភាពរបស់គេអញ្ចឹងណាហើយស្រាប់តែមានរឿងអញ្ចឹងកើតឡើងនៅត្រង់ចំណុចក្រោយនេះកាលនេះការពិតជាចង់ប្រាប់ទៅកាន់បងប្អូនអ្នកនៅក្រៅប្រទេសប្រយ័ត្នប្រយែងមែនតើព្រោះយើងអត់ដឹងថាតើសម័យឥឡូវនេះមានមនុស្សប្រហែលអ្នកដែលកំពុងតែ stress រឿងអីហើយអ្នក stress ទាំងអស់នោះគិតក្នុងផ្លូវត្រូវឬគិតក្នុងផ្លូវមិនត្រូវបើគេគិតក្នុងផ្លូវត្រូវអីគេ stress គេចេះសមាធិគេចេះកំសាន្តអារម្មណ៍គេចេះនៅកន្លែងណាដើម្បីរំដោះទុក្ខរបស់គេអត់អីទេតែបើអ្នកខ្លះ stress ហើយចងគំនុំ stress ហើយបញ្ចេញកំហឹង stress ហើយជួយធ្វើរឿងនេះធ្វើរឿងនោះតម្លាក់កំហុសដាក់អ្នកនេះមកពីអ្នកនេះចេះមកពីអ្នកនោះអញ្ចឹងគឺគ្រោះថ្នាក់មែនតើបើសិនជាយើងនៅក្បែរអ្នកទាំងអស់ហ្នឹងចឹងបងប្អូនដែលចូលចិត្តទៅលេងក្រៅប្រទេសហ្នឹងសូមប្រយ័ត្នប្រយែងមែនតើពីសុខភាពរបស់ខ្លួនឯងនីមួយៗព្រោះយើងអត់ដឹងទេថាតើអ្នកណាកំពុងមានអីព្រោះឥឡូវចំនួនជាតិសាសន៍ក៏វាមានច្រើនដែរអ៊ីស្រាអែលមួយប៉ាឡេស្ទីនរុស្ស៊ីជាមួយអ៊ុយក្រែនកម្ពុជាយើងក៏អារម្មណ៍ល្អជាមួយថៃណាមែនដែរបងប្អូនប្រិយមិត្តស្ដាប់ចាឥឡូវភូមិងារជាមួយថៃទៀតហើយនៅប្រជាពលរដ្ឋនៅ Greenland ដែលត្រូវបានត្រាំគ្រងនឹងចង់បានខ្លាំងព្រោះ Greenland មានរ៉ែកម្រមានអីទៀតចឹងមកថាផ្លូវចិត្តរបស់មនុស្សពេលខ្លះរឿងរបស់ថ្នាក់លើជាមួយថ្នាក់លើតែប្រជាពលរដ្ឋនឹងចងគេហៅចងអារម្មណ៍គំនុំគ្នាទៅវិញទៅមកចឹងយើងអត់ដឹងថាអ្នកណាជាអ្នកណាទេចឹងសូមប្រយ័ត្ននៅគ្រប់ជំហានរបស់បងប្អូនធ្វើដំណើរទៅណាមកណីជាពិសេសគេឱកាសបនអំទូអមបងនឹងសំពះប្រខែទៀតសូមឲ្យការធ្វើដំណើររបស់បងប្អូនប្រកបដោយសុវត្ថិភាពហើយជាពិសេសកុំស្វឹងហើយបើកបរដាក់ល្មមហើយបើស្រួលបិទលបងផ្ទះយើងហូបតែអ្នកនៅក្នុងផ្ទះយើងទៅណាគេចង់មកហូបក្នុងផ្ទះយើងមើលទៅស្វឹងហើយគេដេកនៅនឹងមកទៅមកចេញកណាទេជៀសវាងសុវត្ថិភាពរបស់ពួកគេពេលដែលធ្វើដំណើរតាមដងផ្លូវជួបករណីឯណាមួយកើតឡើងជាថាហេតុហើយនៅក្នុងនេះពីក្រសួងធនធានទឹកនៅអូតូនិយមក៏បានជូនដំណឹងទៅដល់បងប្អូនអំពីស្ថានភាពព្យុះកម្រិតទី25ដែលមានឈ្មោះថា Galmelgi ដែលវាកម្រិតបក់បោកខ្លាំងចន្លោះពីថ្ងៃទី6រហូតដល់ថ្ងៃទី8ដែរបងប្អូនអញ្ចឹងយើងទទួលរងអត្តពល30%ចាពីថ្ងៃទី6ដល់ថ្ងៃទី8វិច្ឆិកាចឹងបងប្អូនប្រយ័ត្នប្រយែងទាំងអស់គ្នាផងសម្រាប់អ្នកដែលចង់ធ្វើដំណើរទៅលេងតាមកោះតាមអីប្រយ័ត្នវាមេឃភ្លៀងឬក៏រលកយៈអីធំអីសំទោរលកយៈរលកធំអីអញ្ចឹងទៅបំណងល្អពីកណិកានារីអង្គរផ្ញើស្មៅសមុទ្រផងធ្លាប់បានញ៉ាំស្មៅសមុទ្រនៅអ្នកពលឡានអស់បារម្ភណាមុនឡើងឡានញ៉ាំស្មៅសមុទ្រ5គ្រាប់បងប្អូននឹងទទួលអារម្មណ៍ថាអត់ពលឡានទេស្ត្រីមានផ្ទៃពោះដែលចាប់ផ្ដើមមានកូនក្នុងពោះពឹបចាប់ផ្ដើមទទួលអារម្មណ៍ថាចង្អោចង់ក្អួតដឹងខ្សែកង្វះវីតាមីនញ៉ាំអីក៏អត់បានអាចញ៉ាំស្មៅសមុទ្រនឹងទៅវាជំនួយទាំងកូនក្នុងផ្ទៃជំនួយទាំងម្ដាយមនុស្សចាស់ដែលចង់ការពារពីបញ្ហាអាសាវិលមុខអស់កម្លាំងខ្វះគ្រាប់ឈាមក្រហមជ្រុះសក់សម្រានដល់សិលលក់ឬសម្រានលក់ហើយយល់ស្រាប់ច្រើនក្រោកមកដោយអត់មានអារម្មណ៍អីលោកខ្លួនឃ្លានហូបអស់តែមួយចំអែតកាពះចាប់ផ្ដើមឃ្លានឡើងវិញអ្នកដែលមិនសូវញ៉ាំស្រាខ្លាចប៉ះពាល់សួតថ្លើមអញ្ចឹងទៅបងប្អូនអាចញ៉ាំ5គ្រាប់មុនពេលញ៉ាំស្រាអញ្ចឹងទៅវាគឺជាស្ដេចអាហារបំពន់សម្រាប់រាងកាយរបស់មនុស្សគ្រប់វ័យដែលរាងកាយយើងត្រូវការរ៉ែធាតុនិងវីតាមីនជាពិសេសអ្នកអត់សូវញ៉ាំបន្លែមួយកំប៉ុង22 free សកម្មដឹកជញ្ជូនដល់ផ្ទះអស់សំទោសមួយកំប៉ុងគិតតាមចិត្តតាមឆ្ងាយអាចទិញគូមួយផលិតផលផ្សេងទៀតចឹងណាផលិតផលខ្មែរកណិកាមានច្រើនមុខដែរមានចម្ងល់ពីអាហារសម្រាប់បំពន់សុខភាពមួយមុខណាទុកចិត្តកណិកាបានខ្ញុំនៅទីនេះចាំឆ្លើយជូនមិនមែនឆ្លើយបានតែរឿងគ្រួសារស្នេហានិយាយបានតែព័ត៌មានទេសូម្បីរឿងសុខភាពដើម្បីលក់អាហារបំពន់ជូនទៅកាន់បងប្អូនទាំងអស់គ្នាអរគុណចា៎កំងទិញបានតាមលេខកណិកានារីអង្គរ Safe Shop Telegram 017 37 2000